ច្រឡងភ្នំឈុយថាំងគឺជាកន្លែងដ៏ស្រស់ស្អាតមួយក្នុងចំណោមកន្លែងដ៏ស្រស់ស្អាតនៅច្រឡងភ្នំសាន់សាដ៏ល្បីល្បាញនៃទន្លេយ៉ុងសេវាមានទីតាំងស្ថិតនៅចន្លោះស្រុកហ្វឹងជានិងស្រុកវូសាននៃទីក្រុងឆុងឈៀងប្រទេសចិនវាមានប្រវែងត្រឹមតែប្រហែល8គីឡូម៉ែត្រតែប៉ុណ្ណោះទោះបីជាវាជាកំណាត់ខ្លីបំផុតនៃច្រឡងភ្នំសាន់សាក៏ដោយតែវាគឺជាផ្នែកតូចចង្អៀតបំផុតនិងមានភាពអស្ចារ្យបំផុតច្រកចូលច្រឡងនេះមានឈ្មោះថាខុយមិនដែលមានភាពល្បីល្បាញនៅលើពិភពលោកហើយវាក៏មានទេសភាពដ៏គួរឲ្យកត់សម្គាល់បំផុតនៃច្រឡងភ្នំឈុយថាំងដែរភ្នំខ្ពស់នៅសងខាងនៃច្រឡងភ្នំឈរត្រង់និងខ្ពស់ប្រៀបដូចជាត្រូវបានកាត់ដោយកាំបិតភ្នំឈើចានៅលើច្រាំងខាងចឹងមានពណ៌ត្នោតក្រហមចំណែកភ្នំប៉ៃយែននៅលើច្រាំងខាងត្បូងមានពណ៌សស្លេកភ្នំទាំងពីរឈរទល់មុខគ្នាហើយទន្លេយ៉ុងសេនៅកណ្ដាលកន្លែងតូចចង្អៀតបំផុតមានទទឹងត្រឹមតែរាប់សិបម៉ែត្រប៉ុណ្ណោះហើយទឹកហូរចូលមកយ៉ាងខ្លាំងនិងលឿនទេសភាពនៅទីនេះត្រូវបានបោះពុម្ពនៅខាងក្រោយក្រដាស់ប្រាក់10យួនរបស់ចិនដែលបង្ហាញពីភាពល្បីនិងភាពតំណាងរបស់វានៅក្នុងប្រទេសចិនពេលជិះទូកធ្វើដំណើរឆ្លងកាត់ច្រឡងភ្នំនេះយើងអាចមើលឃើញផ្លូវឈើបុរាណមកឈូសភួរនិងចម្លាក់ថ្មរបស់អ្នកប្រាជ្ញនិងកាវេនិពន្ធបុរាណដែលត្រូវបានរក្សាទុកនៅលើច្រាំងថ្មចោតទាំងសងខាងនៃទន្លេរហូតដល់សព្វថ្ងៃទិដ្ឋភាពទាំងនេះបង្ហាញពីការចងចាំប្រវត្តិសាស្ត្ររយៈពេលរាប់ពាន់ឆ្នាំ។